ខ្ញុំនឹងប្តីពិតជាចង់ឆៃសាច់ដៅណាអ្នកថាមិនអ្នកមានប្តីហ៎តើគេជានរណាទៅខ្ញុំនិយាយការពិតចោះខ្ញុំមិនស្រឡាញ់ប្តីល្ងងប្តីក្រដូចជាអ្នកទេបងមួនទៅពូកែរកស៊ីហើយឆ្លាតជាងអ្នកពិតជាបានក្បត់ខ្ញុំយូរហើយមែនទេតើអ្នកពិតជាអាចឆៃសាច់ប្តីខ្លួនឯងកើតដែរមែនទេរីណាស់នាងចំបៃឆៃសាច់ប្តីឯងកាលពីព្រេងនេះមានប្តីប្រពន្ធ2នាក់ជាអ្នកកាប់អស់លក់ថ្ងៃមួយបរោះជីប្តីនិយាយជាមួយប្រពន្ធថាអ្នកខ្ញុំគិតថាម្ដងនេះមិនទៅកាប់អស់ទេតែខ្ញុំចង់ទៅរកឈើក្អូបវិញម្ដងតើអ្នកគិតបែបណាដែរអ្នកបើអញ្ចឹងខ្ញុំដូចជាមិនចង់ទៅទេព្រោះអ្នកមុខជាទៅឆ្ងាយណាស់ហើយប៉ិតទេមែនហើយខ្ញុំមុខจะទៅឆ្ងាយព្រោះដើម្បីរកឈើក្អូបល្អនោះអីមិនអីទេអ្នកនៅចាំផ្ទះចុះចាអ្នកចាំខ្ញុំដាំបាយដាំទឹកវិជាសំណុំជូនអ្នកណាបាទអ្នកហើយអ្នកថែខ្លួនផងណាព្រោះខ្ញុំប្រហែលជាទៅយូរថ្ងៃណាស់ចាអ្នកសូមសុខសប្បាយតាមផ្លូវបាទអ្នកលឺរៀបចំរួចរាល់ហើយនោះបានណាន់បានចាក់ចេញទៅឆ្ងាយដើម្បីរកឈើក្រអូបតាមការរំពឹងទុកចំណែកនាងចំបៃក៏បានដេកចាំប្តីពុំមានធ្វើការអ្វីឡើយប្តីមិននៅគ្មានអ្នកជួយដងទឹកសោះតែមិនអីទេខ្ញុំទៅជីកល្មៀតមកបិទមុខវិញនាងចំបៃតែងកាយរៀបចំខ្លួនរាល់ថ្ងៃតាមទម្លាប់របស់នាងចំណែកបានណាន់វិញក៏បានទៅដល់កន្លែងមួយនៅក្នុងព្រៃហើយដូចជាឃ្លានណាស់គិតរកកន្លែងសម្រាកឆៃអាហារសិនអូឈប់សិនទីនេះដូចជាមានដានជើងអណ្ដើកគិតរកមើលសិនបើសិនជាបានច្បាស់ជាឆ្ងាញ់មាត់មិនខានទេខ្ញុំបានណាន់ដើររកចោះឡើងលុះមួយសន្ទុះក្រោយមកគាត់ពុំបានឃើញអណ្ដើកទេតែគាត់ក៏បានឃើញពងអណ្ដើកមួយសម្បុកនៅក្រោមកំពតព្រៃតែម្ដងទំនងណាស់តើពងអណ្ដើកល្អមិនបានមេវាក៏ហីចុះខ្ញុំយកពងមកស្ងោក៏មានជាតិដូចគ្នាដែរនិយាយបែបនេះហើយបានណាន់បានយកពងអណ្ដើកមួយចំនួននោះទៅស្ងោររហូតដល់ឆ្អិននិងបានឆៃពិសាយ៉ាងស្កប់ស្កល់ទៀតផងឆ្អែតខ្លាំងណាស់គិតរកកន្លែងសម្រាកសិនបានណាន់ឆ្អែតក៏ឆ្អែតងងុយក៏ងងុយហេតុនេះគាត់ក៏បានលងលក់ក្នុងគ្រានោះទៅរីឯមេអណ្ដើកវិញក្រោយបាត់ពងក៏កាត់ក្តីសោកសៅជាខ្លាំងអោលោកអើយលោកតើអ្នកណាគេមកយកកូនខ្ញុំទៅតើអ្នកនោះមិនអាណិតចិត្តជាម្ដាយទេមែនទេអណ្ដែកយំសោកបោកកាយឈឺចាប់ណាស់លោកបានមួយសន្ទុះវាក៏បានសម្រេចចិត្តថាបំណាច់ថាបាត់កូនអស់បែបនេះខ្ញុំនឹងតតាំងនឹងអ្នកនោះដល់ជីវិតចុងក្រោយទៅចោះនិយាយទាំងកំហឹងបែបនេះហើយអណ្ដែកវាក៏បានវាកើមរហូតទៅដល់កន្លែងដែលបានណាន់កំពុងតែសម្រាតាមពិតគឺជាបរោះនោះសោះអាក្រក់ណាស់ចាំមើលចោះយើងនឹងសងសឹកឯងឲ្យតតែងាប់តែម្ដងមិនចឹងទេអណ្ដើកមិនតាន់បានសងសឹកផងបានណាន់ក៏បានភ្ញាក់នឹងបានឃើញអណ្ដើកដូចគ្នាអូហូមុននេះខ្ញុំខំរកឯងណាស់តែពេលនេះបែរជាមករកខ្ញុំតែម្ដងណោះមកអញ្ចឹងល្អហើយខ្ញុំនឹងយកឯងទៅជាមួយចុះតើឯងនឹងយកខ្ញុំទៅណាមនុស្សអាក្រក់ថ្ងៃកាន់តែខ្ពស់ពស់ក៏កាន់តែហេវខ្ញុំចងខ្សែឯងទុកសិនចុះលុះឃ្លានកាលណាសឹមចំអិនឯងក៏បានដែរព្រះអើយឯងពិតជាមនុស្សអាក្រក់មែនអាក្រក់ណាស់បានណាន់បានចងខ្សែអណ្ដើកទៅជាមួយចំណែកអណ្ដើកយំមិនឈប់សោះឡើយព្រោះមិនអាចធ្វើអ្វីបាននោះទេតើមានអ្វីដែលឈឺចាប់ជាងការដែលមិនអាចធ្វើអ្វីសត្រូវយើងបានខណៈពេលដែលយើងតូចទាបទន់ខ្សោយជាងនោះដំណើរកាន់តែឆ្ងាយពូបានណាន់ក៏ហេវជាថ្មីហើយគាត់ក៏បានសម្លាប់អណ្ដើកភ្លាមតែម្ដងសូមទោសផងណាខ្ញុំឃ្លានហើយសូមឯងកុំបន្ទោសខ្ញុំអីសង្ឃឹមថាឯងនឹងទៅកើតទីដែលល្អផងទៅចុះអណ្ដើកវិញមុនដាច់ខ្យល់វាក៏បានដាក់បណ្ដាសាថាខ្ញុំសូមដាក់បណ្ដាសាត្បិតអីខ្ញុំមិនអាចធ្វើអ្វីក្រៅពីនេះទេ
ខ្ញុំសូមឲ្យបរិសនេះប្រែជាអណ្ដើកដូចជាខ្ញុំវិញផងទៅចោពតដាក់បណ្ដាសាហើយអណ្ដែកបានងាប់បាត់ទៅចំណែកបានណាន់វិញនោះក្រោយឆៃរួចក៏មានអាការៈចម្លែកកាត់ឡើងភ្លាមមួយរំពេ ហ៎តើមានរឿងអីចេះខ្ញុំដូចជាមិនអាចកម្រើកបានលះលហួនសោះអាយុអូយស្ពឹកដៃណាស់ បណ្ដាសាពិតជាបានកាត់ឡើងមែនមើលចោះបានណាន់បានប្រែជាអណ្ដែកនាពេលនោះទៅហើយ តើមានរឿងអីហ្នឹងមិនក៏ខ្ញុំខ្លាចជាអណ្ដើកបែបនេះតែនេះជាកម្មដែលខ្ញុំសម្លាប់គ្រួសារអណ្ដើកមែនទេ ក្នុងគ្រានោះរុក្ខទេវតាមួយអង្គបានបង្ហាញប្រកាយចេញមកនិងមានបន្ទូលថា នេះជាបណ្ដាសាចូលនាយរស់ជាសត្វអណ្ដើកតទៅទៀតចុះលោករុក្ខទេវតាទូមង្គមមិនយល់ទេគ្រាន់តែឆៃសាច់អណ្ដើកសោះមិនក៏ប្រែជាបែបនេះចុះអ្នកភូមិអ្នកស្រុកគេឆៃអណ្ដើកហេតុអីក៏មិនទទួលរឿងដូចទូមង្គមដែរព្រោះនេះបូកផ្សំនឹងកម្មពីនាយដែលត្រូវសងលុះអ្នកសងអស់ជីវិតនឹងបានល្អវិញហើយបានន័យតែកម្មតែងតែបូកផ្សំលេខគ្នាលុះពេលវេលាមកដល់ក៏ត្រូវសងពិតមែនទេក្រាបទូលពិតមែនហើយមនុស្សសាងបាបនឹងមានកម្មហើយកម្មនឹងសងទៅតាមដំណើរតាមពេលវេលាគ្មានអ្នកណាអាចគេចផុតបានទេទូលបង្គំយល់ហើយតែរឿងនេះទូលបង្គំនឹងខ្លាយជាអណ្ដើករហូតពិតមែនទេក្រាបទូលយើងមិនអាចប្រាប់អ្នកបានទេតែអ្នកក៏មានបុណ្យដូច្នេះអ្នកអាចខ្លាយទៅជាមនុស្សនៅពេលយប់ចំណែកពេលថ្ងៃគឺជាអណ្ដើកបែបនេះហើយក្រាបទូលបែបនេះក៏ល្អដែរទូលបង្គំសូមអរគុណណាស់ រុក្ខទេវតាពលមានបន្ទូលចប់ហើយទ្រង់ក៏បានបំបាំងកាយចេញបាត់ទៅចំណែកបានណានវិញនោះក៏វាកើមសំដៅទៅកាន់ផ្ទះវិញនៅតាមផ្លូវច្រកប្រອບមាត់ព្រៃ មិនដឹងថាប្រើពេលវេលាប្រហែលថ្ងៃទើបដល់ផ្ទះវិញទេខ្ញុំមិនគួរណាមានកម្មយ៉ាងនេះសោះ នាពេលមួយនោះដែរអណ្ដើកបានណាន់ក៏បានសម្គាល់ឃើញថាមានមនុស្សម្នាក់កំពុងតែដើរមកហើយ ទីនេះមានមនុស្សមកហើយឬមួយក៏មានន័យថាខ្ញុំចិត្តដល់ផ្ទះអ្នកស្រុកហើយបើបានអញ្ចឹងមែនពិតជាប្រសើរណាស់ មានអណ្ដែកធំណាស់ អ្នកនាងតើអ្នកនាងនឹងសម្លាប់ខ្ញុំដែរទេ អ្នកណាគេកំពុងតែនិយាយនឹង គឺខ្ញុំជាអណ្ដើកកំពុងតែនិយាយនេះហើយអ្នកនាងកុំភ្ញាក់ផ្អើលអីណា តាមពិតគឺជាអណ្ដើកសោះបានជាអណ្ដើកនិយាយបែបនេះទៅហើយនោះខ្ញុំអត់ខ្លាចទេមើលចោះស្នុកឯងស្អាតណាស់ បាទអ្នកនាងអរគុណណាស់ អណ្ដែកតើវាទៅណាមកណាដែរបានជាមកដល់ទីនេះគ្រោះថ្នាក់ណាស់អញគួរទៅវិញទៅ អត់ទេខ្ញុំមិនខ្លាចទេហើយពេលនេះដែរខ្ញុំកំពុងចូលទៅក្នុងភូមិហ្នឹងណា មិនក៏ចូលភូមិបែបនេះទីនោះអ្នកស្រុកគេអាចសម្លាប់ឯងជាអាហារបានណា ខ្ញុំគិតតែគ្មានអ្នកណាសម្លាប់ខ្ញុំទេព្រោះអ្នកនាងក៏ជាមនុស្សហើយអ្នកនាងក៏មិនសម្លាប់ខ្ញុំផងហ្នឹង មិនមែនអញ្ចឹងទេខ្ញុំមិនសម្លាប់អណ្ដែកព្រោះយល់ថាអាណិតប៉ុណ្ណោះចំណែកអ្នកស្រុកវិញនោះមិនប្រកាសថាអាណិតឯងដូចជាខ្ញុំទេណា បាទអរគុណហើយណែនិយាយអញ្ចឹងអ្នកនាងតើភូមិនៅជិតនេះដែរទេ អត់ទេអណ្ដែកវានៅឆ្ងាយពេកណាស់ មែនណាខ្ញុំស្មានតែបានជួបមនុស្សនឹកគិតថាជិតដល់ភូមិហើយតាតាមពិតគិតច្រឡំសោះ អត់ទេខ្ញុំមកជាមួយពុករបស់ខ្ញុំដើម្បីដកផ្កាចូលទៅដាំនៅឯផ្ទះផ្លូវចូលភូមិនៅឆ្ងាយខ្លាំងណាស់ តាមពិតគឺបែបនេះទេខ្ញុំយល់ហើយ អណ្ដែកនិយាយអញ្ចឹងតើមានរឿងអ្វីទៅមិនបានជាអណ្ដែកអាចនិយាយបានបែបនេះវាគឺជារឿងចម្លែកណាស់ គឺមានរឿងវែងឆ្ងាយណាស់បើសិនជាមានពេលខ្ញុំនឹងនិយាយប្រាប់អ្នកនាងចុះ ចាបានអត់ត្រូវហើយពុកខ្ញុំមកដល់ឥឡូវហើយអញទៅចោះបើពុកខ្ញុំបានឃើញណាពុកអាចនឹងយកឯងជាអាហារក៏ថាបាន បានលាហើយណាអ្នកនាងជួបគ្នាលើក្រោយទៀត ចាសង្ឃឹមថាពួកយើងបានជួបគ្នាម្ដងទៀតចាជួបគ្នាលើកនេះ
ពួកគេមិនបានជួបគ្នាទៀតទេចំណែកបានណនក៏បានធ្វើដំណើរអស់ពេលយ៉ាងយូរតែពុំបានដល់ផ្ទះសោះឡើយហេតុនេះគាត់ក៏បានគិតជាថ្មីថា មកដល់ពេលនេះគឺហត់ណាស់តែថាខ្ញុំក៏ចិត្តដល់ផ្ទះដែរមិនអីទេខ្ញុំមិនសម្រាកទេខ្ញុំគួរទៅផ្ទះទាំងរូបកាយជាអណ្ដើកនេះទៅចុះ កថៃបានណនក៏តែងតែសម្រាកនៅពេលថ្ងៃលឺជប់ឡើងរោគរាងកាយរបស់គេប្រែជាមនុស្សហើយគាត់ក៏បានធ្វើដំណើរយ៉ាងលឿនតែម្ដង មើលទៅខ្ញុំមិនងាយទៅដល់ទេព្រោះជាអណ្ដើកវាយឺតពេកណាស់បើបែបនោះខ្ញុំគួរតែសម្រាកនៅពេលថ្ងៃនិងធ្វើដំណើរនៅពេលយប់ទៅចុះ ការធ្វើដំណើរដ៏យូរគួរសមអណ្ដែកបានទៅដល់ផ្ទះនាពេលរសៀលជ្រាលជ្រៅហើយគាត់ក៏បានស្រែកហៅប្រពន្ធរបស់គាត់ថា អ្នកខ្ញុំមកវិញហើយ ក្នុងពេលនោះដែរនាងចំបៃក៏បានឮសំឡេងប្តីនាងភ័យណាស់ព្រោះពេលនេះនាងកំពុងតែដេកជាមួយសហាយនោះអីអើយព្រះអើយប្តីមកហើយអើយបុកពោះណាបងចង់ទៅតាមផ្លូវនេះចោះតិចប្តីខ្ញុំឃើញណា តាមនាងតិចធ្លាក់បាក់កទៅអូន វាមិនស្លាប់ទេបងដែលស្លាប់នោះគឺប្តីខ្ញុំឃើញថាពួកយើងជាសហាយនឹងគ្នាណាដឹងដែរទេឆាប់ទៅ បាទអូនមកថើបមួយទៀតមក ឆាប់ទៅកុំនៅតបែពេកទៅឲ្យលឿនឡើងទៅរៀបរាប់រួចហើយនីមួនបានកិច្ចផុតទៅហើយនាងចំបៃក៏បានដើរចេញមកនិងបានសម្ដែងធ្វើជានិយាយថាអ្នកអើយតើអ្នកនៅឯណាទៅខ្ញុំរវល់តែដេកប៉ាក់នឹងណាអ្នកនៅទីណានឹងស្អីគេមិនក៏ស្ងាត់ឆឹងអញ្ចឹងខ្មោចលងទេដឹង អ្នកខ្ញុំនៅទីនេះខ្ញុំមិនមែនជាខ្មោចទេ អណ្ដើកអើយគឺអណ្ដើកតាតើនេះអណ្ដើកជាអ្នកនិយាយមែនទេ បានខ្ញុំជាប់បណ្ដាសាពេលនេះខ្ញុំខ្លាចជាអណ្ដើកសូមអ្នកជួយយកខ្ញុំទៅក្នុងផ្ទះផងទៅ អត់ទេអ្នកជាអណ្ដើកបិសាចទេដឹងខ្ញុំមិនជឿទេ ស្ដាប់ខ្ញុំណាចាំខ្ញុំប្រាប់រឿងរ៉ាវដែលបានកើតឡើងទាំងអស់ឥឡូវនេះជួយយកខ្ញុំចូលទៅក្នុងផ្ទះផងទៅខ្ញុំហត់ណាស់ អណ្ដើកបានពោលរៀបរាប់រឿងរ៉ាវទាំងអស់នោះលឺនាងចំបៃស្ដាប់ហើយនាងក៏បានជឿរួចបាននិយាយថាខ្ញុំអាណិតអ្នកណាស់មិនសមណាអ្នកខ្លាចជាអណ្ដើកបែបនេះសោះអើយ កុំយំអីខ្ញុំមកវិញហើយតា ចាប៉ាត់ហើយទោះបីជាអ្នកជាអណ្ដើកនាពេលថ្ងៃតែយ៉ាងណាអ្នកក៏បានខ្លាចជាមនុស្សនាពេលយប់ដែរ បាទអ្នក សង្ឃឹមថាអ្នកនឹងផុតបណ្ដាសាក្នុងពេលឆាប់នេះផងទៅចោះមកខ្ញុំយកអ្នកទៅដាក់ក្នុងពាងសិនណា អ្នកបើដាក់ខ្ញុំក្នុងពាងខ្ញុំគ្មានសេរីភាពទេ មិនអីទេនៅក្រៅខ្ញុំខ្លាចគេយកអ្នកទៅធ្វើម្ហូបនឹងណាបើបែបនោះមែនខ្ញុំមិនវេទនាដោយសារបាត់បង់មនុស្សជាទីស្រឡាញ់ទៅហើយទេអី បាទអ្នកនិយាយត្រូវហើយអ្នកពិតជាល្អមែន ចាអ្នកថ្ងៃនោះនាងចំបៃបានទុកអណ្ដើកក្នុងពាងរួចរាល់លុះចប់ការហើយនាងក៏បានប្រញាប់ទៅរកសហាយតែម្ដងនៅតាមផ្លូវព្រះអើយបានជួបបងនៅទីនេះល្អហើយ យ៉ាងម៉េចហ្នឹងអូនឯងអត់ខ្លាចប្តីអូនឯងដឹងរឿងយើងទេអី មិនអីទេប្តីអូនពេលនេះមានរូបរាងជាអណ្ដើកទេណាបងកុំបារម្ភអីបងមួនជួនបេះដូងនៃអូន ថាម៉េចជាអណ្ដើកមែនទេតើមានរឿងអញ្ចឹងផងមែនទេអូនឯងនិយាយកំ pl ែងលេងទេដឹងហ្នឹងហ៎ ប៉ាត់ហើយរឿងគឺវាបែបនេះគាត់ចាប់បណ្ដាសាកម្មពីពេលថ្ងៃមានរូបរាងជាអណ្ដើកលុះពេលយប់កាលណានោះទៅខ្លាយជាមនុស្សវិញ មានន័យថាខ្លាយជាមនុស្សពេលយប់លុះពេលថ្ងៃជាអណ្ដើកមែនទេបើបែបនោះពួកយើងនៅតែអាចជួបគ្នាបានពេលថ្ងៃមែនទេ ចាប៉ាត់ហើយបងពេលនេះអូនទៅវិញហើយណាហើយពេលរសៀលបងចង់មកជួបក៏មករកអូនចោះព្រោះអូនដាក់អណ្ដើកក្នុងពាងវាមិនដឹងអីនោះទេ បានអូនស្អែកបងទៅលេងអូនប្រកាសណាស់តែថាអូនណាថ្ងៃនេះបងគ្មានប្រាក់ស្រង់ដើមទេអូនឯងអាចឲ្យខ្សែកនេះមកបងបានទេ
អូយបងនេះចាំមែនចង់ជាថ្ងៃមុននោះ បងសំទុករកស៊ីហើយ អូយបងប៉ັດជាបកាយសន្សំបកាយរោមែនកុំថាឡើយខ្សែកមាសប្រាក់អូនទុកចិត្តលើការរស់ស៊ីរបស់បងហើយ បាទអូនបើអញ្ចឹងឲ្យមក ចាណែយកចោះហើយបើរស់ស៊ីចំណេញណាឬក៏ស្រង់ដើមលេងឈ្នះនោះចែកអូនផងណាបង បាទអូនរឿងនេះក៏វាប្រកបណាស់ពៅមាស នាងចំបៃពីពេលនោះមកនៅពេលថ្ងៃត្រង់នៅតែលួចជួបគ្នាដដែលហើយនាងមិនក្រែងចិត្តប្តីទេព្រោះនាងគិតថាប្តីរបស់ខ្លួនជាអណ្ដើកមិនដឹងអ្វីទេចុះពេលរាត្រីវិញនោះនាពេលរាត្រីមួយនៅក្នុងផ្ទះបានណន់មើលចាស់បងប៉ັດជាខ្លាចជាមនុស្សមែនអូនខំតែភ័យ បាទអ្នកណែនិយាយអញ្ចឹងខ្ញុំមានអារម្មណ៍ថាផ្ទះយើងដូចជាបាត់សម្ភារៈច្រើនណាស់ លឺបែបនេះហើយនាងចំបៃស្រាប់តែមាយាធ្វើពុតជាកំសត់ព្រោះខ្លាចប្តីដឹងថានាងយកទៅផ្គប់ចិត្តសាហាយរួចបាននិយាយឡើងមកថាចាបងមិនត្រឹមតែសម្ភារៈទេមានប្រាក់ដែលសន្សំនោះអូនក៏ចាយអស់ដែរបងដឹងទេពេលបងមិននៅនោះអូនពិបាកចិត្តណាស់ ហើយជៀនខ្សែកអ្នកក៏មិនឃើញពាក់ទៀតអ្នកកុំយំអីណាយ៉ាងហោចណាស់ខ្ញុំខ្លាចជាមនុស្សនៅពេលយប់ដែរចាំខ្ញុំធ្វើការដាំបន្លែពុះអស់ឲ្យអ្នកចុះ មែនទេប្រសើរណាស់បើបែបនោះខ្ញុំមានប្រាក់ចាយវិញហើយចាណែ បាទខ្ញុំទៅធ្វើឥឡូវនេះហើយណាព្រឹកស្អែកអ្នកយកអស់ទៅលក់ទៅ បានណន់តែងតែធ្វើការពេលយប់លុះពេលថ្ងៃខ្លាចជាអណ្ដើកក៏បានសម្រាកវិញរីឯនាងចំបៃក៏តែងតែយកមាសប្រាក់ឲ្យទៅសហាយគ្រប់ពេលផងដែរនៅមុខផ្ទះនាងចំបៃ អូនណាបងធុញដល់ហើយបងមិនចង់បែកគ្នាជាមួយអូនទេ កុំនិយាយលឺពេកតិចអណ្ដើកដូចវាភ្ញាក់ណាបង តើពួកយើងនឹងរស់នៅដោយលួចលាក់អញ្ចឹងរហូតមែន តែបងហោចណាស់ណាក៏អណ្ដើកធ្វើការឲ្យពួកយើងនេះពេលយប់ដែរដឹងទេ ត្រូវហើយតែថាបងចង់រស់នៅជាមួយអូនបងមិនចង់លួចលាក់អញ្ចឹងទេម្យ៉ាងទៀតវាក៏មិនអាចរកប្រាក់ឲ្យបងលេងល្បែងទាន់ពេលរកស៊ីសោះ កិនចេះចោះចាំអូនលក់សម្ភារៈបន្ថែមឲ្យបងណាបងកុំទះសាអី អូនសម្លាញ់ពេលនេះអូនឯងមានអីលក់ទៀតទេមន់ក៏គ្មានទាក៏គ្មានធ្វើម្ហូបតុកទូក៏គ្មានផងហ្នឹង អញ្ចឹងបងមានមធ្យោបាយអីទៅ មានគឺមានពិតណាស់ បងនិយាយមកមើល ពេលនេះបងចង់បានសាច់អណ្ដើកឆៃបើអូនស្រឡាញ់បងអូនចំអិនវាឲ្យបងហូបមកបានទេ បងនេះកំឆោតពេកអូនពិតជាស្រឡាញ់បងណាតែអូនចង់ទុកវាឲ្យមានសាច់ថត់បន្តិចសិនទៅអូនឆៃណាដឹងទេ តែបងគិតថាពេលនេះយើងគួរតែស៊ីវាបានហើយ មែនហើយគួរទៅដល់ពេលហើយអូនទៅយកតាំងតោសិន ល្ងាចនេះយើងនឹងជប់លៀងម្ដងតើអូន ចាបងនាងចំបៃហេតុថាស្រឡាញ់នីមួនអ្វីក៏ហ៊ានធ្វើដែរមើលចាស់ប្តីនាងជាអណ្ដើកនាងក៏អាចឆៃបានទៀតអើយកុំបន្ទោសខ្ញុំអីណាខ្ញុំនឹងប្តីពិតជាចង់ឆៃសាច់អណ្ដើកណា អ្នកថាម៉េចមិញអ្នកមានប្តីហ៎តើគេជានរណាទៅ ខ្ញុំនិយាយការប៉ັດចោះខ្ញុំមិនស្រឡាញ់ប្តីល្ងងប្តីក្រដូចជាអ្នកទេបងមួនទៅពូកែរកស៊ីហើយឆ្លាតជាង ពុទ្ធធោអ្នកពិតជាមិនស្មោះត្រង់សោះ បិទមាត់ទៅ តើអ្នកចង់ធ្វើអីហ្នឹង គឺស្រស់ដើរឆៃនឹងណាបានហើយកុំបារម្ភអីខ្ញុំស្ងោរឯងក្នុងទឹកពុះនោះតែមួយផ្លេតនឹងងាប់ហើយមិនឈឺចាប់យូរទេ អ្នកពិតជាបានក្បត់ខ្ញុំយូរហើយមែនទេតើអ្នកពិតជាអាចឆៃសាច់ប្តីខ្លួនឯងកើតដែរមែនទេ អ្នកណាគេយន់ដើរជាប្តីនោះមានតែមនុស្សឈួតទេផ្ទុយទៅវិញសាច់ដើរវាឆ្ងាញ់ពេកណា ពុទ្ធធោអើយ នាងចំបៃពិតជាយកអណ្ដើកជាប្តីស្រស់តល់តែឆ្អិនរួចក៏បានឆៃយ៉ាងរីករាយចំណែកនីមួនក៏បានយកខ្លះទៅផ្ទះរបស់គេតើបងទៅណាអណ្ដើកវាងាប់ហើយណាពួកយើងឯងរស់នៅជាមួយគ្នាហើយណាបង បងមកវិញឥឡូវហើយអូនចាំបងបន្តិចណា នាងមួនពលចប់ហើយក៏បានចាក់ចេញទៅចំណែកនាងចំបៃហាក់មានក្តីសង្ស័យរឿងមួយនោះ
ដូច្នេះនាងក៏បានទៅតាមរហូតបានឃើញថានៅចាស់ទឹកអើ អ្នកនាងដួងច័ន្ទព្រមស្រឡាញ់ខ្ញុំទេពេលនេះខ្ញុំមានប្រាក់មានសាច់អណ្ដើកជូនអ្នកនាងហើយណា អត់ទេយ៉ាងណាក៏ខ្ញុំរៀបការនឹងលោកដែរខ្ញុំលាហើយណា អ្នកនាងចំមែនវាយរឹកណាស់ណោះ នាងចំបៃឃើញបែបនេះខឹងណាស់នាងក៏បានចូលមកនឹងស្រែកឡើងថាអាមូនអាក្បត់អាពុតត្បត់ឯងបោកចូលមាសប្រាក់យើងដើម្បីសុំស្នេហ៍កូនមេភូមិសោះអាឯងនេះអាក្រក់ណាស់អើយ គឺបងអត់ទេអូនចំបៃ ខឹងណាស់អញងាប់ទៅនេះណែនាងចំបៃខឹងណាស់នាងបានចាក់នីមួននិងកំបិតរហូតដល់ស្លាប់តែម្ដង អូយនាងឯងសាហាវណាស់អូយ ឯងស្គាល់យើងតិចពេកហើយអាមួននាងចំបៃដូចគ្នាប្រហែលជាកម្មមកដល់ហើយនាងស្រាប់តែដើរដួលមុតកំបិតនិងធ្លាក់ចូលទៅក្នុងទឹកហូរនាំទៅឆ្ងាយជួយផងនិយាយអំពីវិញ្ញាណរបស់បាណាន់វិញក្រោយប្រពន្ធសម្លាប់ហើយនោះក៏បានទៅដល់កន្លែងមួយនិងបានជួបនឹងរុក្ខទេវតាផងដែរ សូមថ្វាយបង្គំលោករុក្ខទេវតាល្អហើយបាណន់ឯងអស់កម្មហើយណាតើបានន័យថានេះទូលបង្គំអាចទៅកើតជាថ្មីនិងកើតជាមនុស្សវិញបានហើយមែនទេក្រាបទូលអត់ទេគឺវិញ្ញាណឯងនឹងមានរូបរាងថ្មីម្ដងទៀតនៅក្នុងពេលនេះព្រោះយើងនឹងធ្វើឲ្យឯងមានរូបរាងមានជីវិតឡើងវិញ ពលមានបន្ទូលហើយនោះទ្រង់ក៏បានធ្វើឲ្យបាណាន់មានជីវិតម្ដងទៀតពិតមែន នេះពិតជាមានរូបរាងមែនទូលបង្គំសូមអរព្រគុណឲ្យលោករុក្ខទេវតាទៅចុះនាងដួងច័ន្ទជាគូនឹងឯងហើយពួកឯងនឹងក្លាយជាប្តីប្រពន្ធស្មោះស្ម័គ្រព្រមទាំងមានជីវភាពប្រសើរផងដែរក្រាបទូលបង្គំពិតជាមានសេចក្តីដឹងគុណជាពុនពេកណាស់ ចាប់តាំងពីពេលនោះមកបាណាន់ក៏បានទៅស្ដីដណ្ដឹងនិងបានរៀបការនឹងដួងច័ន្ទព្រមទាំងរស់នៅមានជីវភាពធូរធារមានសុភមង្គលតរៀងទៅ